សាច់ជ្រូកស្រស់កូនជ្រូកទៅនឹងមកដល់បញ្ជីភ្លាមសម្រាប់ភ្លាមម្ចាស់ហាងជួយហាន់សាច់នេះឲ្យខ្ញុំបន្តិចបាទតើពួកឯងចង់ធ្វើអ្វីប្រគល់ប្រាក់ថ្លៃការពីមកឲ្យឆាប់ខែនេះការជួញដូរមិនសូវកាក់កបទេលោកម្ចាស់តើអាចមេត្តាពន្យាពេល2-3ថ្ងៃបានទេបងអស់ច្រើនខែមកហើយមកនិយាយច្រើនយកប្រាក់មកតើប៉ុន្មានមិនច្រើនទេ100ដំឡឹងហឹមខ្ញុំខកខានបងអស់3ខែហើយអ្វីក៏ឡើងដល់100ដំឡឹងជាការប្រាក់មែនទេឯងអាហើយឯងចាប់វីទៅខ្ញុំមិនទទួលស្គាល់ទេមិនស្គាល់ទេវាអាហើយតើពួកឯងចង់ធ្វើអ្វីហ្នឹងភៀវឯងចង់វាយើងផងយើងប្រាប់ឯងឲ្យដឹងនៅភាគខាងត្បូងនៃយើងនេះស្ត្រីគឺជាមេឃចំណែកបុរសគឺជាពួកឥតបានការភៀវឯងនៅហ៊ានសម្លក់យើងទៀតមែនទេយ៉ាងលោកម្ចាស់ទាំងឡាយមានការអីសឹមនិយាយគ្នាស្រួលទីបំផុតមានអ្នកចេះនិយាយមកដល់ហើយក៏បានយើងក៏មិនចង់និយាយច្រើនជាមួយអញដែរអាអ្នកលក់ជ្រូកនេះជំពាក់ប្រាក់យើង200ដំឡឹងសងប្រាក់មកឯងនិយាយផ្ដេសផ្ដាសហើយបាញ់មិញឯងទៅតែថាត្រឹម100ដំឡឹងតើឯងធ្វើឲ្យយើងមិនសប្បាយចិត្តយើងថា200គឺ200ហើយបើឯងមានយោបល់ផ្សេងទៀតពួកយើងអាចដោះស្រាយតាមរបៀបផ្សេងឯងមើលងាយគ្នាពេកហើយនេះគឺជាក្មួយស្រីបង្កើតរបស់មេតបហុងយានដែលជាប់ចំណាត់ថ្នាក់លេខ10ក្នុងបញ្ជីទេពសង្គ្រាមភាគខាងត្បូងវាប្រហែលជាលែងចង់រស់ហើយមើលទៅហ៊ានទៅមាត់ជាមួយលោកម្ចាស់ហុងលីងផងវាហ៊ានទៅមាត់ជាមួយលោកម្ចាស់ថាប៉ុន្មានគឺប៉ុណ្ណឹងចុះតើលោកម្ចាស់អាចមេត្តាពន្យាពេលឲ្យពួកយើង2-3ថ្ងៃបានទេពន្យាពេលក៏បានតែយើងមានលក្ខខណ្ឌមួយយើងចង់ឲ្យវាកាត់ក្រោមចន្លោះជើងរបស់យើងឆាប់ចាប់វាទៅណែខ្ញុំនឹងចូលទៅអ្នកម្ដាយតើអ្នកម្ដាយកំពុងធ្វើអ្វីហ្នឹងរយៈពេលកំណត់បាននេះគឺជាពេលដ៏សំខាន់បំផុតដើម្បីរក្សាជីវិតរបស់ស៊ូអឺមិនត្រូវបណ្ដោយឲ្យរឿងនេះក្លាយជាជម្លោះធំឡើយគឺវានេះឯងអាជើងល្អនេះចង់ឲ្យរកម៉ែវាផងមនុស្សអាក្រក់មើលឯងនេះស្ដាប់មិនច្បាស់មែនទេយើងឲ្យវាតើហឹមអ្នកម្ដាយហេតុអ្វីបានជាអ្នកម្ដាយត្រូវស៊ូទ្រាំនឹងការមើលងាយបែបនេះខ្ញុំនឹងស៊ូស្លាប់រស់ជាមួយពួកវាឲ្យយើងហាមិនអន់ទេឯងក៏មានចិត្តរឹងប៉ឹងដែរតើ